ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel និទានរឿងអាគមថ្ងៃនេះខ្ញុំលើករឿងមួយទាក់ទងនឹងការកាត់ជើងក្តាមមឈូសរឿងនេះមានចំណងជើងថារឿងកាត់ជើងតម្រូវនឹងក្តាមមឈូសដោយក្នុងកាលវេលាអំឡុងថ្ងៃមួយនាយកំឡោះម្នាក់មានត្រឹមតែកាបូបសៀវភៅមួយបានមកដល់ទីនេះក្រោយពីត្រូវបានបាត់បង់ឪពុកម្ដាយទៅយ៉ាងទាន់ហន់ដោយសារឧបទ្ទវហេតុគេសម្រេចចិត្តមកពឹងពាក់ញាតិឆ្ងាយម្នាក់ដែលមិនសូវជាពេញចិត្តនឹងទទួលគេប៉ុន្មានឡើយប៉ុន្តែមិនដឹងជាធ្វើដូចម្ដេចព្រោះគេគ្មានផ្លូវជ្រើសរើសក្រៅពីទីនេះទេអ៊ំរបស់អ្នកកំឡោះបើកហាងលក់ក្តាមមឈូសសពនិងជួនកាលគាត់ធ្វើជាអាចារ្យចាត់ចែងសពថែមទៀតកិច្ចការដូចនេះមើលទៅឃើញហាក់ដូចជាតូចតាចណាស់ប៉ុន្តែតាចាស់ម្នាក់នេះសំងំធ្វើជាអ្នកមានស្ងាត់គ្មានអ្នកណាដឹងឡើយគាត់ក៏និយាយថាយ៉ាងណាឯងអស់មានអ្នកណាទៀតហើយមកទីនេះជួយធ្វើការងារអញទោះបីជាអញមិនបានឲ្យប្រាក់ខែអញមែនតែអញឲ្យកន្លែងអញដេកឲ្យបាយអញស៊ីឲ្យឯងទៅរៀនទៀតការងារប្រចាំថ្ងៃរបស់ឯងក៏មិនមានអ្វីច្រើនក្រៅពីធ្វើមឈូសប៉ុណ្ណឹងទេហាងរបស់តាច័ន្ទជាមាន2បន្ទប់2ជាន់ជាន់ក្រោមជាបន្ទប់ដាក់មឈូសចំណែកជាន់លើជាកន្លែងដេករបស់តាចាស់នោះឯងក្មេងកំឡោះដេកជាន់ក្រោមនៅតាមចន្លោះចង្អៀតក្បែរមឈូសនោះឯងតានោះក៏បានពោលថាឯងដេកត្រង់ហ្នឹងហើយភ្ញាក់ពីដេកវិញត្រូវរៀបចំកន្លែងបានត្រឹមត្រូវពេលដេកត្រូវប្រយ័ត្នប្រយែងផងឯងនេះស្បៃវែងអញ្ចឹងប្រយ័ត្នលើកជើងទៅប៉ះនឹងមឈូសធ្លាក់មកធ្លាក់បាក់ខូចអស់របស់អញងាប់វើយក្មេងកំឡោះចាប់អើយសែនចាប់មួយថ្ងៃទៅមួយថ្ងៃរកពេលសម្រាកគ្មានគេធ្វើការគ្រប់មុខដែលតែចាស់ប្រគល់ឲ្យទាំងការងារផ្ទះការងារមឈូសគេឆ្លៀតរៀនបន្តិចបន្តួចក្រែងមានឱកាសបានរៀនបន្តទៅថ្ងៃមុខទៀតតាចាស់និយាយអេវើយបើកភ្លើងព្រឺពេលពេញបន្ទប់នេះរលាយអញអស់ហើយថ្លៃទឹកថ្លៃភ្លើងមួយខែប៉ុន្មានឯងដឹងទេក្មេងប្រុសនោះក៏ឆ្លើយខ្ញុំអានសៀវភៅមួយផ្លែតប៉ុណ្ណោះបន្តិចទៀតបាត់ហើយតានោះក៏តបយីអានេះមាត់រឹងណាស់តើហ៊ានប្រកែកនឹងអញផងតាចាស់កន្ទ្រាកចុះពីលើផ្ទះទាញអំបោះសំពងក្មេងនោះយ៉ាងក្រៀវក្រំថ្ងៃក្រោយកុំប្រកែកអញបញ្ជាអីត្រូវតែធ្វើហើយចាំទុកទៅនេះគឺជាគ្រាដំបូងហើយដែលក្មេងកំឡោះទទួលបានការជឿចាប់ពីអ៊ំរបស់គេប៉ុន្តែមិនមែនតែម្ដងទេក្រោយមកគេត្រូវរំពាត់ស្ទើរតែរាល់ថ្ងៃតានោះនិយាយហេដៃគោលមួយទាំងមូលវាយកទៅបោះចោលបើវាវាយអីមិនក៏ឯងមិនពុតមិនដំយីអានេះអត់ចេះប្រើរបស់មែនហើយម្យ៉ាងទៀតក្បាលបានទឹកអញប្រាប់ប៉ុន្មានដងហើយឲ្យមូលឲ្យចិត្តកុំឲ្យវាសក់ទឹកច្បាស់ជារលាយជាមិនខានទេអញក្បាលបានទឹកខូចហើយអ៊ំខ្ញុំប្រាប់ឲ្យអ៊ំទិញថ្មីមកផ្លាស់ទៅតែអ៊ំមិនជឿមិនព្រមបិទវាឲ្យស្រួលបួលទៅហេតុអីក៏អញធ្វើបានឯងនេះចង់តែប្រកែកនឹងអញយកឈ្នះពេលដែលនិយាយចប់តាចាស់ស្ទុះទៅទាញស្បែកជើងមកសំពងក្បាលក្មេងនោះពេញមួយកំហឹងឥតមានត្រាប្រណីឡើយហើយក៏សំឡុតអានឹងឲ្យដឹងមករៀនមិនចេះចាំបន្តទៅមុខទៀតជាញឹកញាប់ក្មេងកំឡោះចូលដេកដោយអាការៈឈឺចាប់ព្រមទាំងនឹកតូចចិត្តនឹងវាសនារបស់ខ្លួន
គេមានគំនិតមួយថាគេនឹងត្រូវរត់គេចចេញពីទីនេះប៉ុន្តែទម្រាំគេសម្រេចចិត្តបានអ្វីហួសពេលអស់ទៅហើយសំឡេងក្រាំងលាន់ឡើងក្នុងសភាពងឹតក្មេងកំរោះភ្ញាក់ព្រឹកគេមានអារម្មណ៍ឈឺចុកចាប់យ៉ាងខ្លាំងនៅត្រង់ចុងជើងរបស់គេអាចព្រោះតែគេស្បៃវែងនិងកន្លែងដេកចង្អៀតពេកទើបធ្វើឲ្យវាដៃវាជើបន្តិចបន្តួចបុកប៉ះនៅនឹងមឈូសធ្លាក់មកក្មេងកំរោះស្រវាចេញស្រវាប្រញាប់ប្រញាល់ចេញដកជាប់ទាំងអារម្មណ៍ភ័យខ្លាចអ៊ំរបស់គេធ្វើបាបគេប្រញាប់ងាកសម្ដៅទៅមើលចន្ទាផ្ទះសំលេងឈើច្រត់ទង្គិចនឹងកិនចន្ទាចុះមកម្ដងមួយកម្មមកក្មេងកំឡោះតែចាស់នោះសម្លាក់ក្មេងកំឡោះនោះដូចចង់ស៊ីសាច់គាត់ខឹងរហូតទៅញ័រក្បាលគាត់ឈានចូល3ជំហានទៀតរួចលើកឈើច្រត់សំពងក្មេងនោះអត្រាប្រណីដៃគាត់វាយវត្តពេញមួយទំហឹងរហូតរាងកាយរបស់ខ្លួនគាត់ត្រូវរួចចំហត្រេកផ្កាប់មកទៅឯច្រត់ឈើច្រត់វិញខ្ទៀតរបូតចេញពីដៃតាចាស់ទាញបានពូថៅមួយដែលຕົកនៅលើតុក្បែរក្តារមឈូសនោះយាទៅកាប់រាងកាយរបស់ក្មេងកំឡោះពុបអូយមុខពូថៅដ៏មុតបានស្ទុបចូលចំកណ្ដាលដើមទ្រូងរបស់ក្មេងកំឡោះមួយផ្លែហើយតាចាស់នោះក៏ពោលពាក្យឯងងាប់ទៅតែម្ដងទៅក៏ស្រួលដែររស់នៅនាំតែខូចខាតរបស់អញទេទម្រាំនឹងតាចាស់ប្រមូលទុករបស់ដាក់គ្រប់រួចរាល់ស៊ីពេលអស់យ៉ាងយូររហូតភ្លឺនៅសល់តែសពក្មេងកំឡោះមួយតែប៉ុណ្ណោះដែលត្រូវចាត់ចែងតាចាស់លើកសពដាក់ទៅក្នុងមឈូសបែកបាក់មួយតែมันអាចដាក់ចូលព្រោះមឈូសនោះតូចនិងខ្លីពេកបើមឈូសក្រៅពីនោះគាត់ច្បាស់ជាមិនឲ្យដាក់ទេព្រោះមឈូសស្អាតគាត់ទុកលក់ហើយក៏គាត់ពោលពាក្យងាប់ហើយអានេះចំជាសាងបញ្ហាច្រើនមែនងាប់ហើយពិបាករកមឈូសដាក់ខ្មោចរបស់វាទៀតតាចាស់ខំសង្ឃុញខំញាត់យ៉ាងណាក៏ញាត់មិនចូលញើសហូរចូលខ្នងទៅម្យ៉ាងទៀតញាប់ភ័យខ្លាចភ្លឺតន់តល់តែកាច់កវាឲ្យបាក់ទៅបានសំឡេងក្រឹកលាន់ឡើងមើលរំពេចករបស់ក្មេងកំឡោះក៏បាក់ឈ្ងោកមកដើមទ្រូងបន្ទាប់មកតាចាស់ដើរមកផ្នែកខាងក្រោយបំរុងនឹងសង្កត់ជើងទាំងពីរឲ្យធ្លាក់ចូលទៅក្នុងមឈូសតែមិនបានផលក៏ពោលពីឯងនៅរឹងដល់ណាទៀតមិនព្រមធ្លាក់ចុះលេងជាមួយអ្នកណាមិនលេងចង់លេងជាមួយអញផងតើតែចាស់ញញឹមយ៉ាងសាហាវគាត់ដើរទៅចាប់យកពូថៅមរណៈពីមុននោះមកកាប់ជើងក្មេងនោះរហូតហូរឈាមក្រហមពេញដីពូថៅទាំងតិចជាមួយនឹងឆ្អឹងម្ដងហើយម្ដងទៀតរហូតជើងទាំងពីររបស់ក្មេងនោះដាច់ត្រឹមជង្គង់តែចាស់បោះជើងក្មេងទាំងពីរចូលទៅក្នុងមឈូសដោយមិនចាប់អារម្មណ៍ថាវាធ្លាក់ទៅណាឡើយរួចហើយតែចាស់គ្របគម្របមឈូសវាដៃគោលយ៉ាងណាអ្នកចិត្តខាងមកជួយរំលែងទុក្ខហើយក៏ពោលពាក្យថាជួយសោកស្ដាយផងណាអូនណាដែលបាត់ក្បងក្មួយប្រុសទៅទាំងពេញកំឡោះដូច្នេះមិនគួរអាយុខ្លីយ៉ាងនេះសោះខ្ញុំអាណិតវាដែរវាឧស្សាហ៍ជួយធ្វើការគ្រប់យ៉ាងស្ដាយណាស់ដែលវាស្លាប់ទៅដោយរោគប្រចាំខ្លួនយ៉ាងតន់រោគតែទៅយកព្យាបាលក៏មិនតន់តាចាស់អតីតជាអាចារ្យខ្មោចស្រាប់នោះគាត់ក៏ចាត់ចែងពិធីសពយ៉ាងសាមញ្ញបំផុតដើម្បីគ្រាន់តែជាការបំផន់ភ្នែករបស់អ្នកជិតខាងប៉ុណ្ណោះយ៉ាងហោចណាស់ឯងក៏មិនតន់ស្លាប់ទៅទេដែរព្រោះអីឯងជួយធ្វើមឈូសអញបានច្រើនសន្ធឹកណាតាចាស់ក៏ត្រឡប់មកមានជីវិតរស់នៅម្នាក់ឯងវិញទោះបីជាត្រូវអស់កូនដៃដែលធ្លាប់តែជំនួយគ្រប់ការងារគ្រប់យ៉ាងនោះក៏គាត់មិនក្តៅក្រហាយអ្វីឡើយប៉ុន្តែពេលនេះគាត់ហាក់ដូចជាមានអ្វីមករំខានគាត់ជាញឹកញាប់ណាស់យេអាក្បាលបានទឹកទើបផ្លាស់ថ្មីសោះហេតុអីក៏វានៅតែហូរទឹក
រួចចុះអាដែលកូវីដនោះហេតុអីក៏មិនចេះមកត្រង់នេះយកទុកមិនឈ្នះសោះអញ្ចឹងរាល់ព្រឹកពេលដែលតាចាស់ក្រោកពីដំណេកចុះមកក្រោមឃើញភ្លើងជាន់ក្រោមបើកចោលរហូតតាចាស់គិតថារឿងដែលកើតឡើងគ្រប់យ៉ាងប្រកាសជាស្នាដៃរបស់ខ្មោចអាក្មេងកំឡុកដែលបានសម្លាប់ខ្លួននោះឯងយើអានេះវាស្គាល់អាចារ្យខ្មោចជើងចាស់តិចពេកហើយឯងចាំមើលយើងធ្វើឲ្យឯងផុតពូជលែងបានទៅចាប់ជាតិទៀតក្នុងយប់ដ៏ស្ងាត់នោះតាចាស់រៀបចំពិធីក្បួនពិជាការរបស់គាត់ជាការស្រេចមិនយូរប៉ុន្មានក៏ស្រាប់តែសាម៉ោងមួយបង្ហាញស្ទង់នឹងដុំខាងបន្ទប់សំឡេងអូសជើងខ្វាក់កំពុងដើរចូលមកកាន់គាត់យឺតអ្វីដែលគាត់ឃើញនៅពេលនោះគឺគាត់ស្ទើរតែគ្មានព្រលឹងសល់នៅក្នុងខ្លួនរៀងនោះដើរមកមានជើងតែត្រឹមចង្គង់ប៉ុណ្ណោះឈាមហូរខក់ស្រក់តក់ស្រោចពេញផ្ទះបិសាចសំឡក់តាចាស់ដោយកែវភ្នែកខៀវងឹតតាចាស់បង្ហើបមាត់មហកប៉ុន្តែពេលនោះមុនវិជាការនេះហាក់ដូចជាសាបរលាបអស់ឥតបានការឡើយទីបំផុតរាងកាយដ៏កំណាចនោះក៏រសាត់មកក្បែរគាត់តាចាស់បំរុងស្ទុះរត់ប៉ុន្តែឆ្អឹងជើងរបស់ខ្មោចដែលកំពុងហូរឈាមកខ្វក់នោះបានបុកចូលទៅក្នុងមាត់របស់តាចាស់លិចដល់បំពង់កជើងម្ខាងទៀតអុកដើមទូងរបស់តាចាស់ព្រួកធ្លាយទៅដល់ឆ្អឹងខ្នងតាចាស់ស្លាប់ភ្លាមមួយរំពេចព្រឹកឡើងអ្នកចិត្តខាងផ្អើលឈូឆរមកមើលខ្មោចតាចាស់ស្លាប់យ៉ាងគួរឲ្យសង្វេគបាទចឹងរឿងយើងគឺចប់តែប៉ុណ្ណេះយើងជួបគ្នានៅវីដេអូក្រោយបន្តទៀត